បាទអរុនសួស្តីបងប្អូនបាទនេះជាទស្សនវិជ្ជានៃការស្រកជ័រនៃពូជកស៊ូថ្មីហើយ2403បាទអានេះគេហៅថាមេបាវាហើយយើងមើលតាមមើលមេបាណាល្បឿនស្រកវានៅស្រកលឿនដល់ហើយជាម៉ោង4ជិតភ្លឺហើយឥឡូវនេះខ្វះ15នាទីម៉ោង8អញ្ចឹងយើងជិត4ម៉ោងបាទស្រកជិត4ម៉ោងឃើញទិន្នផលជ័រវាបាទជិតកន្លះកូនពីត្រូវអាតូចហើយបាទកូនពីត្រូវអាតូចនេះជិតកន្លះហើយល្បឿនស្រកនៅយ៉ាងហ្នឹងបងប្អូនណាបាទនេះហើយមុខជាវាយ៉ាងនេះបាទសបកក្រាស់ល្អហើយអាយុកាលវាជាង10ឆ្នាំហើយបងប្អូនបាទណាអញ្ចឹងការស្រាវជ្រាវពូជគឺកត្តាសំខាន់ហើយនេះគឺកើតចេញពីស៊ីតលីងបាទគ្រប់ពូជកស៊ូទាំងអស់នៅក្នុងโลกនេះសុទ្ធតែកើតចេញពីក្របមុនដំបូងបន្តមកគេធ្វើតាមបច្ចេកទេសនៃការបង្កាត់និងភាពបន្សុទ្ធរហូតដល់คล้ายទៅជាក្លូនពូជជាផ្លូវការឧទាហរណ៍ថាដើមមួយនេះនៅពេលវាមានផ្លែបងប្អូនយកក្របវា100គ្រាប់ទៅដាំ100គ្រាប់នោះមិនដូចមេបាទាំងស្រុងទេខ្លះទៅក៏ល្អខ្លះទៅក៏អន់ភាគច្រើនគឺអន់ដូច្នេះបាទអ្នកវិទ្យាសាស្ត្រខំរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីបន្សុទ្ធធ្វើយ៉ាងម៉េចឲ្យคล้ายទៅជាក្លូនពូជមួយដែលមានកោសិកាភ្នែកជាក់លាក់លែងប្រែប្រួលអញ្ចឹងការស្រាវជ្រាវពូជសំខាន់ណាស់បាទហើយសម្រាប់ខ្ញុំបាទគឺគិតសំខាន់ជាងគេទៅលើអាកាសធាតុពីព្រោះពូជកស៊ូគិតជាងគេអាកាសធាតុបាទកាលណាបើខុសអាកាសធាតុហើយកស៊ូនោះនឹងមិនបានផលច្រើនទេបន្ទាប់មកកត្តាដីអញ្ចឹងសិក្សាពូជខ្ញុំឃើញថាលក្ខខណ្ឌអាកាសធាតុគឺសំខាន់ហើយក្នុងខែនេះឃើញត្រជាក់បាទឃើញត្រជាក់ណាអាកាសធាតុនៅទីនេះត្រជាក់អញ្ចឹងហើយឃើញពូជមួយនេះនៅតែផលច្រើនមិនថាតែខែត្រជាក់ឬក៏ខែក្តៅទេបើធៀបជាមួយពូជផ្សេងគឺនៅតែច្រើនបាទអញ្ចឹងការសិក្សាស្រាវជ្រាវពូជថ្មីគឺជារឿងមួយដែលយើងត្រូវស្រាវជ្រាវទាំងអស់គ្នាបាទហើយប្រសិនបើបារាំងនៅកាន់ការងារស្រាវជ្រាវកស៊ូនេះខ្ញុំគិតថានឹងបានពូជច្រើនបន្តទៀតអញ្ចឹងទេការស្រាវជ្រាវពូជជាការងារសំខាន់ក្នុងវិស័យកសិកម្មបាទតែខុសពូជគឺខុសទិន្នផលហើយបាទទោះបីបើថែដូចគ្នាយ៉ាងណាក៏ដោយជាក់ស្ដែងដូចបងប្អូនបានឃើញ